បាទជំរាបសួរពុកម៉ែបងប្អូនដែលចូលមកទស្សនា Channel រឿន NG ខ្ញុំបាទដែលទស្សនាពីទេសភាពសុកសែនៅប្រទេសកូរ៉េទាំងអស់គ្នាពុកម៉ែបងប្អូនពេញចិត្តនៅវីដេអូខ្ញុំបាទសូមជួយចុច Subscribe Channel ហើយចុចរូបកណ្ដឹងឲ្យខ្ញុំមួយផងឲ្យពេលសារក្រោយខ្ញុំផុសវីដេអូទៅពុកម៉ែបងប្អូនបានឃើញមុនគេហើយជាភាសាខ្មែរសូមចុចពាក្យជាវហើយនឹងចុចដាក់រូបកណ្ដឹងទៅហើយដល់ពេលក្រោយខ្ញុំផុសវីដេអូអីមួយទៅវាទៅបានពុកម៉ែបងប្អូនទស្សនាបានលឿនមុនគេបាទក្រោយពីមេឃភ្លៀងមកមេហើយមេឃចុះអាប់ពេលនេះខ្ញុំកំពុងដើរទៅជិះឡានក្រុងនោះកន្លែងមើលទៅឃើញអាប់សហើយជើងភ្នំឃើញមើលពីចម្ងាយទៅឃើញចិត្តអញ្ចឹងប៉ុន្តែដើរយូរទៅដូចភ្នំនឹងវាជាទៅមុខទៅដើរងាយដល់ទេឃើញនៅចិត្តអញ្ចឹងមែនប៉ុន្តែដើរអត់ងាយដល់ទេហើយដល់ពេលក្រោយពីមេឃភ្លៀងមកយប់តោះភ្លឺទៅហើយមេឃចុះអាប់ពេញហ្នឹងនេះម៉ោង2:10ម៉ោង2:10ថ្ងៃទី27ខែ9 2025ហើយកន្លែងមានហៅសឺធ្វើកសិកម្មដាំបន្លែតិចទៀតដល់ភូមិបុរាណនៅនេះនៅជនបទឆ្ងាយវាជាយក្រុងដែរនៅជនបទមើលស្តាហៅសឺហើយងាកតាណាក៏ភ្នំដែរនៅខាងមុខនេះបន្តិចក៏មានស្ទឹងហើយពេលមេឃភ្លៀងមកបាច់មើលតាក់ទេតាក់ឡើងពីបអានេះមេឃភ្លៀងរៀងអាលឹមរ៉ែផងតាក់ប៉ុណ្ណេះដល់ពេលថ្ងៃណាមួយនោះមេឃភ្លៀងខ្លាំងឡើងពីបស្ពានពីបមាត់ច្រាំងទាំងអស់ប្លាយគេធ្វើស្អាតនៅនេះហើយស្អាតទេសភាពស្អាតនៅសុកសែបើចិត្តខ្ញុំវិញខ្ញុំចូលចិត្តនៅសុកសែច្រើនជាងនៅទីក្រុងអាប់អ៊ូនៅសុកសែចេញមកក្រៅមានទេសភាពមានសូវមានភ្នំអានេះដល់កន្លែងផ្ទះកាលពីសម័យបុរាណនៅគៀននេះមានពលករបងប្អូនខ្មែរយើងនៅច្រើនអ្នកដែរហើយឡើងទៅខាងលើបន្តិចក៏មានបងប្អូនពលករខ្មែរយើងនៅមកផ្ទះពីរផ្ទះដែរហើយអានេះផ្ទះគេស្រីថ្មីផ្ទះគេឌីហ្សាញម៉ូដថ្មីហើយផ្ទះនៅខាងក្រោមមិញនឹងផ្ទះបុរាណអាកន្លែងហៅសឺនេះហៅសឺខាងតកែពូនខ្ញុំនេះផ្ទះគេធ្វើថ្មីស្រីថ្មីស្អាតហើយមើលភ្នំមិញនៅចិត្តនៅខាងនោះក៏ភ្នំដែរហើយដល់ពេលមើលពីនោះមកមើលពីខាងក្រោមមកចិត្តទេមើលទៅដូចចិត្តដល់ប៉ុន្តែអត់ទេដែលយូរទៅកាន់តែឆ្ងាយទៅអត់មានតែចិត្តដល់មើលពីឆ្ងាយមកគៀកថានៅចិត្តដល់ពេលដើរយូរទៅកាន់តែដូចភ្នំនឹងវាកាន់តែទៅមុខទៅបាទទស្សនាបន្តទៀតនៅទស្សនភាពសុកសែទាំងអស់គ្នាកន្លែងនៅខាងមុខឃើញចំហៀងនោះអានោះកន្លែងកសិដ្ឋានគេចិញ្ចឹមគោនេះកន្លែងនេះកន្លែងកសិដ្ឋានចិញ្ចឹមគោហើយមកភ្នំមិញនៅឯនោះនៅចិត្តនេះទេដល់ពេលដើរកាន់តែដើរមកភ្នំកាន់តែទៅមុខដែរហើយឆ្លងផ្លូវគំនូសទៅខាងនោះដោយសារតែតិចទៀតចិត្តដល់កន្លែងជិះឡានហើយកន្លែងចាំជិះឡានហើយនៅនេះដីអត់មានដីទនេទេដាំស្ពៃអានេះពធាក្រេទេឈូហើយស្ដែកសៀងក៏មាននៅនេះអត់ចេះទនេទេដីឲ្យតែមានដីទនេដាំនេះដលងជ្វាហើយនៅក្នុងហៅស៊ូដងស្អីប្រហែលជាម្ទេសយ៉ាងមកទៅដលងជ្វាស្ដែកដីដាំសពគ្រប់ឲ្យតែមានដីទនេមើលឆ្លៀតដាក់ស្ដែកសៀងមកគុំហើយកន្លែងនេះអីគេហៅដើមគីនិតអានឹងបន្ទាប់ជាមួយសាច់ជ្រូក3ជាន់កាលមុនធ្លាប់ទៅរើសផ្លែផាំខ្មែរយើងហៅអីហៅកៅឡាក់នៅកន្លែងខាងលើកន្លែងស៊ូមមិញកន្លែងជីកេះភ្នំអានេះដើមខ្ទឹមអាពួកដូចជាខ្ទឹមប្រាំងអញ្ចឹងហ្នឹងស្ពៃ
មានលពៅទៀតដាំលពៅខ្ទឹមអានេះផែនដូចខ្ទឹមប្រាំងមានពុកខ្ទឹមមានមើមស្ពៃអានេះទេថៅដីអត់មានដីត្នេទេមើលអាត្រាក់នេះចនឌៀនេះមានទូចទេនៅខាងក្រៅធំកង់អាខាងក្រោយនោះមកស្ទុងតាចិត្តល្អតាមម្ចាស់ផ្ទះគាត់ចិត្តល្អហត់ដងទៅពេលដើរជួបគាត់ទៅស្រួលហៅជិះឡានជូនមកកន្លែងចាំជិះឡានក្រុងពេលឃើញយើងដើរតាមផ្លូវអានេះនៅសអ៊ូលនៅជារៀងជាយសអ៊ូលបន្តិចនៅហុងទេពគូមនុស្សច្រើនណានៅហុងទេពគូនេះនៅខាងក្រោយមិញបានមនុស្សនៅក្នុងអត់ចេះមនុស្សអត់ចេះដាច់ថាអត់ចេះដាច់មនុស្សមិនទេថ្ងៃអីក៏មនុស្សណែននេះរៀងជាយមលងមកបន្តិចរៀងឆ្ងាយពីកន្លែងចំណតនៅខាងក្រោយបន្តិចបើចំណតនៅខាងក្រោយមិញមនុស្សនៅលងណែនខ្ញុំជិះឡានធុញខ្លាំងជាងគេធុញតែជាប់ stop ហ្នឹងទេប៉ុន្តែបើថ្ងៃធម្មតាអាពេលថ្ងៃពេលដែលយើងធ្វើដំណើរអត់សូវប្រញាប់អត់សូវធុញមកទេអាពេលណាដែលប្រញាប់ខ្លាំងគឺធុញមែនទែនពេលដែលប្រញាប់ខ្លាំងចុះជិះរថភ្លើងអានេះមកវិញខ្ជិលជិះឡានក្រុងពេលទៅចូលជិះរថភ្លើងវាឈប់តាមចំណតវាគ្រប់ចំណតមែនប៉ុន្តែវាអត់ស្ទះវាអត់ជាប់ stop រថភ្លើងស្រួលជិះជាងឡានក្រុងបើឡានក្រុងវារត់ងាកជាប់ stop ងាកស្ទះព្រោះនៅនេះឡានច្រើនមែនតើនៅកាន់តែចូលក្រុងមែនតើកាន់តែស្ទះមែនតើស្ទះខ្លាំងមើល drop stop ឡើងមកយូរហើយមិនតាន់បានទៅមុខទៀតប៉ុន្តែអត់អីទេដោយសារតែអត់បញ្ញាប់ពេលល្ងាចមកផ្ទះវិញអត់សូវបញ្ញាប់បានទេហើយបើបងប្អូនចង់ទស្សនាកន្លែងណាទៀតសូមបងប្អូនចុច comment ក៏ដូចជាបញ្ចេញមតិនៅខាងក្រោមចង់មើលកន្លែងណាថ្ងៃណាមួយខ្ញុំឆ្លងកាត់ខ្ញុំថតផុសជាវីដេអូនៅក្នុង YouTube ឲ្យបងប្អូនបានទស្សនាទាំងអស់គ្នាតាំងក៏ទៅផ្លូវធ្លាប់ឆ្លងកាត់ច្រើនដល់ពេលខ្លះអត់បានថតពេលខ្លះទៅនិយាយទៅកំមនឹងថតប្រើយូរឆ្នាំទូរស័ព្ទយូរឆ្នាំប៉ុន្តែអត់ងាយនឹងផុសអីទៅដល់ពេលឥឡូវចេះនឹកឃើញថាចង់ធ្វើវីដេអូទុកជាអនុស្សាវរីយ៍ព្រោះចិត្តដល់ពេលទៅផ្ទះវិញហើយធ្វើទុកមើលពេលណាអត់សុខទៅផ្ទះវិញចរាចរណ៍នៅប្រទេសគេមួយយ៉ាងដែរដល់ពេលគេដឹងច្បាប់គឺចេះគោរពច្បាប់អស់គ្រប់គ្នាទៅអត់មានឮជាផ្លេអីថ្លង់ញ៉ៃពេតតតអីអត់មានឮជាផ្លេទេTesla គេចេញមកនឹងណា Tesla មានច្រើនភាគច្រើនជិះពួក Mercedes BMW លុចស៊ីមួយអត់កំមកឃើញជិះ Rolls-Royce ក៏អត់ដែរឃើញតាំងពីខ្ញុំមកឃើញ Rolls-Royce 3 ដងហើយពួក570 Lancer អីអត់មានជិះទេណាភាគច្រើនជិះMercedes BMW ហើយ Escalade មួយស្អីស្អាតនេះនៅជាប់នៅចំណតនេះទៀតហើយពងថតយាយប៉ែនោះងួយដេកធ្លាក់កមកធ្លាក់ក្បាលមកធម្មតាអញ្ចឹងតែងួយដេកអញ្ចឹងខ្ញុំក៏អញ្ចឹងដែរជីឡានងួយដេកមិនបាច់ទេពីណាមិនខ្វល់ទេដេកទៅហ្នឹងហើយឡើយនេះទលេមានទលេដូចនៅខ្មែរអញ្ចឹងដែរនៅសូអ៊ូលទលេខ្វាត់ខ្វែងពេញហ្នឹងដូចតែគ្នាដូចយើងនៅភ្នំពេញដែរចេះថាដូចយើងនៅភ្នំពេញដែរអត់សូវស្គាល់ភ្នំពេញច្បាស់បងដូចនៅភ្នំពេញប៉ុន្តែមើលតាមវីដេអូគេផ្សេងវាហាក់ហើយវីដេអូដូចអត់មានអីច្រើនទេមានតែប៉ុណ្្នឹងចង់បញ្ចប់ហើយសូមជូនពរបងប្អូនសុខសប្បាយរស់ស៊ីមានបានហើយសរសេរជាមតិនៅខាងក្រោមថាចង់ទស្សនាកន្លែងណាមួយនៃប្រទេសកូរ៉េខាងឡូខ្ញុំអាចឆ្លងកាត់ខ្ញុំថតបានផ្ញើជូនឲ្យពុកម៉ែបងប្អូនបានទស្សនា